កម្លាំងចម្រុះនៃបញ្ជាការឯកភាពរាជធានីភ្នំពេញបានចូលបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងស្ថិតនៅក្នុងសន្តាគារ Vendenham Grand ភ្នំពេញ Capital តាមបណ្ដោយមហាវិថីព្រះមុនីវង្សក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី12ខែមេសាឆ្នាំ2026ក្រោមបញ្ជាពីលោកខួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញរួមទាំងអាជ្ញាធរខណ្ឌដូនពេញនិងដោយមានការសម្របសម្រួលនីតិវិធីពីលោកសេងហៀងព្រះរាជអាជ្ញារងនៃឯកការអមសាលាដំបងរាជធានីភ្នំពេញជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស311នាក់ស្ត្រី31នាក់មាន5សញ្ជាតិក្នុងនោះមានជនជាតិចិន254នាក់គ្មានលិខិតឆ្លងដែន144នាក់ជនជាតិម៉ាឡេស៊ី30នាក់ជនជាតិវៀតណាម23នាក់និងជនជាតិឥណ្ឌា2នាក់ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញសម្ភារៈបច្ចេកទេសជាច្រើនដែលបម្រើដល់សកម្មភាពឆបោករួមមានទូរស័ព្ទដៃចំនួន615គ្រឿងlaptop 140គ្រឿង all in one 31គ្រឿង monitor 6គ្រឿងនិង CPU 3គ្រឿងសមត្ថកិច្ចបានរឹបអូសសម្ភារៈទាំងនេះសម្រាប់ជាភស្តុតាងក្នុងការកសាងសំណុំរឿងនិងការអនុវត្តនីតិវិធីច្បាប់យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ដូចជាការអូសទាញឲ្យវិនិយោគការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពវិនិយោគប្រើប្រាស់ក្រុមហ៊ុនឈ្មោះ Nanhor Singapore ដែលមានគោលដៅនៅប្រទេសម៉ាឡេស៊ីការឆបោកលួងលោមឲ្យវិនិយោគលើរូបិយប័ណ្ណ Digital ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាលមានគោលដៅទៅតៃវ៉ាន់ព្រមទាំងរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនផងដែរបច្ចុប្បន្នជនបរទេសទាំង311នាក់រួមនឹងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់លោកឆៃស៊ីណារិតទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាថ្មីម្ដងទៀតបានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយឧក្រិដ្ឋជនឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវចេញមកសារភាពនិងចូលរួមផ្ដល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីឈានទៅវេកមុខក្រុមមេខ្លោងនិងបកពួកព្រមទាំងផ្ដល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្ដាប់ធ្នាប់និងសន្តិសុខសង្គមដោយឡែកចំពោះម្ចាស់ផ្ទះឬអគារត្រូវមានស្មារតីម្ចាស់ការខ្ពស់មិនត្រូវជឿតាមការអូសទាញឬយល់ព្រមជួលអគារនិងផ្ទះសម្បែងទៅឲ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជាច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង 00:01 នាទីថ្ងៃទី7ខែមេសាឆ្នាំ2026ក្រោមការចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្តីទីនៅថ្ងៃទី6ខែមេសាឆ្នាំ2026ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមាន5ជំពូកនិង24មាត្រាជាមួយច្បាប់នេះបទល្មើសព្រហ្មទណ្ឌថ្មីចំនួន5ត្រូវបានបង្កើតឡើងដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្តគឺរួមមាន1បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា2បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា3បទជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃឲ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា4បទប្រមូលក្នុងចេតនាទុច្ចរិតនៅឯកសារសម្គាល់អត្តសញ្ញាណឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃនិង5ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់បទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់1ជីវិតនិងពិន័យជាប្រាក់ដល់ទៅ1000 លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ